mà nó đây bị dục từហើយក៏ក្នុងគោលបំណងប្រតិបត្តិការសឹកនេះក៏មានគោលបំណង3យ៉ាងទី1គឺបោសមាតយួនចេញពីផ្លូវជាតិហ្នឹងដើម្បីយើងបើកផ្លូវជាតិឲ្យដំណើរការបានទី2មានមុខព្រួយចិត្តសាស្ត្រហ្នឹងគឺថាដោយសារថាសម្ដេចជានោះនឹងហៅអ្នកស្រុកចូលព្រៃម៉ាគីម្ល៉េះយើងត្រូវយកតារាងឲ្យបានយកមនុស្សបានយើងត្រូវមុនហ្នឹងហើយយើងដើរអប់រំអ្នកស្រុកតាមនឹងពីរឿងយួនវ័យនឹងផងបាទគ្រាន់តែប៉ុណ្ណឹងគ្រាន់តែពីខែឧសភាមកខែវិច្ឆិកានេះ3-4ខែនេះពួកយកកងនេះវាអប់រំអ្នកស្រុកបានយ៉ាងច្រើនបាទអប់ចំអ្នកស្រុកបានយ៉ាងច្រើនមិនគឺកូនអ្នកស្រុកមកដុំគុកត្រមគុកលហុងព្រៃជ្រូកហ្នឹងអត់ចូលធ្វើទាហានយើងទេបាទនេះអត់ចូលធ្វើទាហានទេហើយពេលដែលយើងឡើងទៅដល់ហ្នឹងមានអ្នកហើយការមកខ្ញុំមានមិត្តភក្តិរៀនជាមួយគ្នានៅព្រៃជ្រូកក៏ដែរយឺមហ្នឹងបាទដល់អញ្ចឹងទៅក៏មិត្តភក្តិខ្សែបដោខ្លើគេថាខ្លើឯងទៅមើលចុះទៅព្រៃខាងត្បូងđấy mà miền tầm bộ thì nó hôm rồi tầm bộ nó ba nó hơi dạ mà những đấng những từ hôm mà tầm bộ mà phải lại đấy nó sẽ là cầm lo bạc vì nông như từ buôn mình châu thư thì hiền bạc chạp vô mà anh chị thì hiền những đâu là đồ sọt ngày là một ngọc sọt ngày bao thì hiền một chua nữa cho thì hiền chạp mình hiền đó mình chỉ mà chặt châu đi và hiền chạp thằng ngọc thôi các bạn từng chỗ đưa xong vào việc nữa khác chỗ mà xong bằng xanh khác chỗ từ mặt dòng đi bật dòng nó khác mà nên thì anh chạp nhiều mà hạt nó cổ trôm nữa còn bị khó ảo bị ý đâu nó cổ trôm nó nhầm kỳ như này mà lâu còn sẽ cùng cái chặt chẽ như đẹp chồng mà được thì hiện bình đá học rộng nhật sau bình đá ở những bó sầm hạt trẻ con tranh phí lâu chiết thì thực đây là bỏ dương anh ấy chia của đau này bắt bắt cả sắc mọi người nộp mà bắt đầu từ trước để sau khi lội về văn hồ hai về họ biên dạy công ấy mới còn spin càng cỡ từ trước nói chùm từ trước spin chứa về phần đạch bạc tớ mà để sau từ mô là mọ một tố trong miền tu kỳ chậm chân lo nhiều lui mà đi cái phần ăn để tam chân lo từ mà thì hiện dương ở chân từ spin phẳng địa đạch hai bạc để tu rồi bài đạch spin là càng chui vào mà spin dương về sau này mà dương một chồng được tầm nắng hơi trong chạm bàn thà lúc than mà phạm dùng thà và nhiều bà con nó miền về cách càng trường phơi nứng cột lại chả hơi khá thiết đời càng bông phơi mình sau miền đấy chạp bị prichu tới đôi mình sau miền cả và từng cái gì nghe khang khá đấy miền bông pa rồi đó tới bông pa rồi tới và ở còn bớt phơi tới nhưng chạm bàn thà lúc than lúc ta và nhiều lúc này chạp bị miền về cách tuột ra sừng vào sau rồi và nhiều lúc sinh kinh dương được rồi đây bạn nơi và chia tờ bản thân state nè và nhiều lúc sinh kinh miền về cách mà tuột ra preju hay năng spin ở đó đấy dương kinh đâu cuộc tròn mà giúp lùm lá của PCO dưỡng ta đọc preju lúc quá đỡ tạm nhau thì cho lúc trình kinh là con bàn này giúp bánh bia đặt tiền một đặt tiền tiết như thế rồi giờ mình bàn tạm toán đâu mà dọc tiết rồi dọc tí phí giờ đâu nâng mà dọc tiết với mò tiết này mò tiết khơi mò trường tốt bành nhà bành tớ có sạp đâu biến mình đại kỳ để bực lớn biên để sọc vì khăn tà bông bridge lúc nó mò là xa tốt ta lúc bánh vô bánh trâu phụ này mà được cái nào thì nó là tà bông nó
បានយើងឆ្ងល់ថាមិនចេះណាមិនមែនជាយៈកងណាប៉ុណ្ណាគឺខ្មែរគ្នាឯងតាខ្មែរអ្នករុស្ស៊ីបាទពួកអាផ្ដាច់ស្ពានហ្នឹងណាវាផ្ដាច់ស្ពានដើម្បីវាចម្លងទូកពួកទូកណាចាប់ពួកទូកនៅទាំងអស់បាទមិនដឹងយកទៅធ្វើអីទេប៉ុន្តែក៏ចាប់ទៅមកបណ្ដែបដៅទេបាទណាចាប់បានទាំងអស់ពួកចម្លងទូកដល់យប់ទី4មានដាច់ណាបាទអត់មានដាច់ទេស្ពានលេងដាច់គេណាតដើរបានទៅអាហ្នឹងបានថាវាសង្គ្រាមវាមានល្បិចកិច្ចការច្រើនណាស់ដែលយើងត្រូវពិចារណាវាបើសិនណាវានៅស្ងៀមវាកុំមកប្រាប់ថាវាត្រូវគ្រាប់ត្រូវអីយ៉ាងទៅយើងមានតែដឹងអីថាតែពួកជាកងអីប៉ុន្តែមានខ្មែរគ្នាឯងហ្នឹងឆ្លៀតរ៉ូស៊ីណាបាទឆ្លៀតត្រីងៀតឆ្លៀតពងគឺថាខ្មែរយើងវាពិបាកអញ្ចឹងវាគ្មានស្អីមនសិការគ្មានត្រង់គ្មានអីណាអីទេបាទគឺថាវាមានឆ្លៀតគ្រប់តែវាមិនមានច្រើនទេมันមានតិចតិចហ្នឹងឯងវារំខានហ្នឹងបាទណាវាផ្ដាច់ទូកវាផ្ដាច់ដើម្បីវាឆ្លងផ្លូវនេះក៏ដូចជារឿងខាងផ្លូវជាតិលេខ5ដែរបាទផ្លូវជាតិលេខ5ហ្នឹងបើតាមខ្ញុំស្ដាប់ទៅហ្នឹងគឺថាណាវាដល់ពេលច្បាំងទេតាហ៊ានក៏ឆ្លៀតអ្នកស្រុកក៏ឆ្លៀតណាក៏ឆ្លៀតដែរមកឆ្លៀតរៀងតែខ្លួនហ្នឹងវាត្រួតវាកាន់កាប់វាមិនបានបាទដោយផ្លូវជាតិលេខ5មកដាច់ត្នេះដាច់ត្នោះដាច់ត្នេះដាច់ត្នោះតែបើឲ្យលុយមានជាការណាដែលកាន់កាប់ថ្នល់ទៅបើកបានទៅផ្លូវហ្នឹងបើមិនបាក់បើមិនឲ្យទេបើបានទេតែវាចេះអាហ្នឹងខ្ញុំដឹងរឿងហ្នឹងពីលោកតាអេយុនគាត់អនុប្រធានរដ្ឋសភាខ្ញុំនៅនឹងគាត់ថាយ៉ាំនឹកមួយលោកឧត្តមគាត់ហៅខ្ញុំចាយ៉ាំណាគាត់គេមានតែកម្ពុជាដឹកនាំដែរណាតើឲ្យលុយកាក់គេបានគេបើកផ្លូវឲ្យចាស់អាហ្នឹងគឺថាជាភាពមួយដែលដំណើរទៅចាញ់ហ្នឹងមកនឹងឃើញអញ្ចឹងយើងទទួលស្គាល់យើងត្រូវតែសារភាពយើងត្រូវតែហ៊ាននិយាយអញ្ចឹងបាទអូខេអាហ្នឹងជារឿងមួយដែលយើងត្រូវរៀនសូត្រនៅក្នុងសង្គ្រាមដែលអស់លោកអ្នកនឹងធ្វើទៅថ្ងៃមុខថ្ងៃក្រោយក៏ត្រូវតែដឹងដែរដឹងពីសត្រូវដឹងពីខ្លួនយើងបាទដឹងពីរចនាសម្ព័ន្ធការកាន់កាប់របស់យើងដែរបាទវានំឲ្យខ្សោយវានំឲ្យខ្លាំងយ៉ាងម៉េចបាទនឹងជាថ្ងៃទី2ទី3ហ្នឹងបានទៅបាន3ថ្ងៃទៅនៅត្រឹមព្រៃជ្រូកខ្លាំងបាទដល់ថ្ងៃទី4យើងបានឡើងទៅដល់សស្ដំបានទៅជួបលោកប្រសិទ្ធសាក់បីប្រសិទ្ធជាកំងដងបាត់យងខាប៉ារ៉ាហើយនៅល្មើខ្ញុំចាំបាន2អ្នកលោកហ្នឹងមកចាប់ដៃយើងនៅសស្ដំប៉ុន្តែមិនដឹងមកពីណាពួកប៉ារ៉ាហ្នឹងពីបាត់យងខ្ញុំក៏មិនបានសួរថាមកតាមណាតាមបាត់ដំបងតាមណាបាត់ដំបងយើងអត់ឃើញទេព្រោះយើងនៅផ្លូវខាងដើមក៏ហើយអត់ឃើញទេចំពោះនឹងមកពីស៊ីមរៀបមកមិនរួចទេព្រោះយើងក៏នៅពេញមកពីណាមកខ្ញុំសន្និដ្ឋានទៅមកពីតាមទន្លេសាបបាទតាមទន្លេសាបឡើងត្រង់សស្ដំហ្នឹងពីព្រោះនៅចោះទៅត្បូងសស្ដំនេះមិនដឹងជាភូមិអីទេប៉ុន្តែវាជាកំពង់មួយដែលសម្រាប់ចម្លងភោគផលពីខាងជើងទន្លេសាបទៅខាងត្បូងទន្លេសាបពីសស្ដំទៅម្ដុំកកោហ្នឹងបែបតែហ្នឹងឯងបាទម្ដុំកកោឬក៏កំពង់ឆ្នាំងអីម្ដុំទៅហ្នឹងឬក៏ហ្នឹងឯងម្ដុំកកោម្ដុំបល័យកំពង់ឆ្នាំងអីច្រកទ្រូងស្អីហ្នឹងបែបម្ដុំទៅហ្នឹងអូខេមកវិញហើយរវល់ណាស់ចាំទូរស័ព្ទគេផងវិសនាគេផងមានអ្នកណាមិនស្រួលខ្លួនផងឥឡូវគេទៅពេទ្យទៅខ្ញុំឆ្លៀតឱកាសនេះដើម្បីបញ្ចប់រឿងបើមិនងាយចប់ទេរឿងវា1000មួយយប់បាទរឿងមួយចម្បាំង5ឆ្នាំវាយូរដែរអូខេដល់ណាចេះដល់ជួបលោកបាត់យ៉ងប៉ារ៉ាពីបាត់យ៉ងបាទណាយើងបានឥឡូវយើងមានត្រង់ស៊ីមួយមានសង់ដឺសាវ៉ាវីនមួយមានបាត់យ៉ងប៉ារ៉ា2យើងអាចបើកផ្លូវលើទៅកាន់ពួកបានហើយបាទឥឡូវមិនទាន់និយាយទេនិយាយពីរឿង
មកតាមណាបើជាមកតាមទលេសាបបើតាមខ្ញុំស្មានពីព្រោះទលេសាបបុកមកសោះស្ដំវាជាកំពង់ផែមួយដែលខ្ញុំដឹងតែសម័យដែលយើងសិក្សានេះសោះស្ដំជាមណ្ឌលមួយសម្រាប់ទទួលភោគផលពីខាងជើងផ្លូវជាតិលេខ6មកទទួលនៅទីនោះហើយលក់ចេញទៅដឹកទៅទលេសាបឃើញទេដាក់ទៅទលេសាបព្រោះខ្ញុំដឹងខ្ញុំមានបងចដូនមួយនៅភូមិនៅកន្លាញ់ល្បើកកន្លាញ់នៅខាងជើងសោះស្ដំហ្នឹងគាត់នឹងជាអតីតទាហានដើមជួនពីដើមគាត់បានគ្រួសារបានប្រពន្ធទៅហ្នឹងខ្ញុំក៏ទៅជាសាច់ញាតិសន្តានហ្នឹងគាត់ជាអ្នកមេកន្ទ្រៀងមួយដែរនៅមុនហ្នឹងគោក៏បីស្អីណាបាត់អីតាមទៅសោះស្ដំព្រោះបើចោលលួចគោពីមកខាងជើងផ្លូវជាតិលេខ6ពីកន្លាញ់ពីណាមកវាទៅសោះស្ដំហ្នឹងវាដាក់ទូកទៅខាងនៅខាងទលេសាបណាវាឆ្លងចោវាទៅខាងនោះមកទៅខាងទលេសាបហ្នឹងអាហ្នឹងជាកន្លែងមួយដែលដើមជួនគេដាក់មេរបស់គេសម្រាប់ត្រួតត្រាកាន់កាប់សេដ្ឋកិច្ចនេះគឺលោកស៊ឺលោកដននៅអានឹងសោះស្ដំហើយមានគ្រួសារមានអីហ្នឹងគឺថាសោះស្ដំហ្នឹងជាកន្លែងស្ដេចក្រាញ់មួយហើយបងរបស់ខ្ញុំហ្នឹងក៏ជាបពុះគេនឹងដែរបាទឈ្មោះហ៊ិនណាមកនេះអូខេជាពុកមាលោកខេមឌីខ្លំអីហ្នឹងលោកហ៊ានលោកអីនៅ Houston ទាំងបាទជាក្មួយរបស់ខ្ញុំអូខេដល់អញ្ចឹងហើយចំបីតារទេះជើងរទេះអាកង់រទេះដែលធ្វើនៅម្ដុំសោះស្ដំម្ដុំកន្លែងនេះគេដឹកទៅខាងនោះបាទដឹកទៅភ្នំគេទៅលក់ខាងភ្នំពេញហ្នឹងពួកហ្នឹងគេរកស៊ីអញ្ចឹងបាទហ្នឹងខ្ញុំគ្រាន់តែដឹងប៉ុណ្្នឹងទេគឺថាដូច្នេះហើយអានឹងជាមណ្ឌលដែលការអិសរៈក៏កៅតក៏ជាទឹកដីរបស់ពួកគេរកស៊ីអញ្ចឹងដែរបាទតគ្នាមកបាទហ្នឹងជាកន្លែងមួយ